តាប្រិមិត្តស្គាល់ទេតារាសម្ដែងម្នាក់ដែលមានទឹកមុខអង្អាចក្រសែភ្នែកមុតស្រួចប៉ុន្តែលាក់បាំងនៅរឿងរ៉ាវជីវិតដ៏ជូរចត់ជាងសាច់រឿងនៅក្នុងភាពយន្តទៅទៀតគេហៅលោកថាជាស្ដេចសម្ដែងម្នាក់គត់ដែលហ៊ានដើរតួជាមនុស្សឡត់ឡែសាហាវខូខើផងជាមន្ត្រីប៉ូលីសដ៏អង្អាចផងនិងជាឪពុកដ៏សែនកំសត់ផងនោះគឺ Anthony Wong ឬបងប្អូនខ្មែរយើងចំណាំហៅគាត់ថាអាធៀងប៉ុន្តែតើមានដឹងទេថាមុនខ្លាយទៅជាតារាកំពូលដែលពិភពលោកទទួលស្គាល់បែបនេះលោកធ្លាប់ជាកុមារកូនកាត់ម្នាក់ដែលត្រូវឪពុកបោះបង់ចោលហើយរស់នៅក្នុងការរើសអើងជិត50ឆ្នាំដើម្បីតាមរកអត្តសញ្ញាណពិតរបស់ខ្លួនថ្ងៃនេះ Star Info នឹងនាំប្រិយមិត្តទៅជួបជាមួយនឹងរឿងរ៉ាវពិតដែលមិនធ្លាប់លាតត្រដាងពីកុមារភាពដ៏កំសត់អាជីពសម្ដែងដ៏រន្ទឺរហូតមកដល់ជីវិតគ្រួសារនិងការជួបជុំបងប្អូនដែលព្រាត់គ្នារាប់ទសវត្សរ៍កុំឲ្យខាត់ពេលយូរតោះទៅតាមដានជីវប្រវត្តិពិតរបស់ Anthony Wong ជាមួយនឹង Star Info ទាំងអស់គ្នាលោក Anthony Wong ឈូសាងកើតនៅថ្ងៃទី2ខែកញ្ញាឆ្នាំ1961នៅលើទឹកដីហុងកុងលោកមានកម្ពស់ 1.80 ម៉ែត្រប៉ុន្តែផ្ទុយពីពន្លឺភ្លើងដ៏ស្រស់បំព្រងនៃទីក្រុងនេះជីវិតដំបូងរបស់លោកប្រៀបដូចជាសាច់រឿងភាគដ៏កំសត់បំផុតមួយ Anthony គឺជាកូនកាត់ដែលកើតចេញពីចំណងស្នេហ៍រវាងលោក Frederick William Perry ដែលជាមន្ត្រីរាជការជនជាតិអង់គ្លេសម្នាក់ប្រចាំនៅទីក្រុងហុងកុងនិងអ្នកស្រី Wong ដែលជាស្ត្រីជនជាតិចិនម្នាក់កាលដែលមានឈាមជ័រពាក់កណ្ដាលអឺរ៉ុបមិនមែនជាមោទនភាពសម្រាប់លោកនាពេលនោះឡើយប៉ុន្តែវាគឺជាស្លាកស្នាមដែលធ្វើឲ្យលោកខុសប្លែកពីក្មេងដទៃរបត់ជីវិតដ៏ខ្មៅងងឹតបានចាប់តាមឡើងនៅពេលដែលលោកមានអាយុត្រឹមតែ4ឆ្នាំឪពុករបស់លោកបានសម្រេចចិត្តចាកចេញពីហុងកុងទៅរស់នៅប្រទេសអូស្ត្រាលីដោយយកទៅជាមួយនៅក្តីសង្ឃឹមនិងអនាគតរបស់ប្រពន្ធកូនលោកបានបោះបង់ Anthony និងម្ដាយឲ្យស្ថិតនៅក្នុងស្ថានភាពឯកោបំផុតដោយគ្មានសល់សូម្បីតែទ្រព្យសម្បត្តិឬការទំនុកបម្រុងណាមួយឡើយក្រោយការចាកចេញរបស់ឪពុក Anthony និងម្ដាយត្រូវរស់នៅក្នុងស្ថានភាពខ្សត់ខ្សោយបំផុតម្ដាយរបស់លោកត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរដើម្បីចិញ្ចឹមកូនប្រុសម្នាក់នេះមានពេលខ្លះលោកត្រូវរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាឬសាលាដែលរៀបចំសម្រាប់កុមារក្រីក្រដែលធ្វើឲ្យលោកខ្វះភាពកក់ក្ដៅពីគ្រួសារតាំងពីតូចអ្វីដែលឈឺចាប់បំផុតសម្រាប់ Anthony គឺការរើសអើងសង្គមក្នុងទសវត្សរ៍ឆ្នាំ60និង70នៅហុងកុងក្មេងកូនកាត់ដូចជារូបលោកត្រូវបានគេហៅតាមពាក្យអសុរោះថាកូនដែលគ្មានប្រភពជនជាតិចិនមើលមកលោកថាជាជនបរទេសចំណែកឯជនជាតិអង់គ្លេសមិនទទួលស្គាល់លោកថាជាអង់គ្លេសដែរការរស់នៅក្នុងចន្លោះមជ្ឈដ្ឋានពីរដែលមិនទទួលយកខ្លួនបានបណ្ដុះឲ្យ Anthony ក្លាយទៅជាក្មេងស្ងប់ស្ងាត់ឯកោនិងពោពេញទៅដោយកំហឹងក្នុងចិត្តដែលក្រោយមកលោកបានយកអារម្មណ៍ទាំងនេះទៅប្រើប្រាស់ក្នុងការសម្ដែងជាតួអង្គឲ្យមានភាពរស់រវើកបំផុតទោះបីជាអតីតកាលដ៏ខ្មៅងងឹតប៉ុន្តែ Anthony Wong មិនបានបណ្ដោយឲ្យព្រេងវាសនាជន់ឈ្លីលោកឡើយលោកបានប្រែក្លាយការឈឺចាប់និងកំហឹងក្នុងចិត្តឲ្យទៅជាថាមពលនៃការសម្ដែងដ៏អស្ចារ្យដែលល្បីល្បាញពាសពេញពិភពភាពយន្តអាស៊ីនៅដើមទសវត្សរ៍ឆ្នាំ80លោកបានសម្រេចចិត្តបោះជំហានចូលទៅក្នុងវិស័យសិល្បៈដើម្បីពង្រីកមូលដ្ឋានគ្រឹះឲ្យរឹងមាំលោកបានចូលរៀននៅក្នុងបណ្ឌិតសភាសិល្បៈសម្ដែងហុងកុងនៅទីនោះលោកគឺជាសិស្សម្នាក់ដែលមានទេពកោសល្យលេចធ្លោជាងគេបំផុតហើយលោកក៏ជាតារាសម្ដែងដែលទទួលបានការបណ្ដុះបណ្ដាលផ្នែកសិល្បៈសម្ដែងបែបអាជីព Anthony Wong ត្រូវបានគេស្គាល់ថាជាតារាសម្ដែងដែលមិនចេះរើសតួលោកអាចបត់បែនខ្លួនបានគ្រប់កលៈទេសៈចាប់ពីតួអង្គឃាតករសាហាវធ្វើឲ្យអ្នកមើលព្រឺសម្បុររហូតតួអង្គប៉ូលីសដែលពោពេញទៅដោយយុត្តិធម៌និងតួអង្គឪពុកដ៏សែនកក់ក្ដៅលោកតែងតែនិយាយថាគ្មានតួអង្គណាដែលតូចទាបឡើយមានតែការសម្ដែងដែលមិនដល់កម្រិតប៉ុណ្ណោះស្នាដៃភាពយន្តដែលជាប្រវត្តិសាស្ត្រលោកបានសម្ដែងរួមមាន The Untold Story ក្នុងឆ្នាំ1993នេះគឺជាចំណុចរបត់ដ៏ធំលោកបានសម្ដែងជាតួឃាតករដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងរហូតឈ្នះពានរង្វាន់តួឯកប្រុសឆ្នើម Best Actor ជាលើកដំបូងជារឿងកម្រណាស់ដែលតួអង្គបែបនេះអាចឈ្នះពានរង្វាន់កំពូលបាន Wiskoff ក្នុងឆ្នាំ1998ភាពយន្តនេះបានបង្ហាញពីសមត្ថភាពដ៏ជ្រាលជ្រៅរបស់លោកក្នុងតួអង្គប៉ូលីសដែលរស់នៅក្នុងពិភពងងឹតនិងជួយឲ្យលោកឈ្នះពានរង្វាន់ធំៗបន្ថែមទៀតដោយទទួលបានការសរសើរថាសម្ដែងដូចជាតួអង្គពិតនៅក្នុងសង្គមដែលមិនគ្រាន់តែជាការសម្ដែងតាមសាច់រឿងនោះទេ Infernal Affair ក្នុងឆ្នាំ2002នៅក្នុងតួអង្គលោកបានសាងភាពល្បីល្បាញពីពេញអាស៊ីនិងពិភពលោកឈុតឆាកមរណភាពរបស់លោកនៅក្នុងរឿងនេះនៅតែជាឈុតឆាកដ៏រន្ធត់និងដក់ជាប់ក្នុងចិត្តអ្នកគាំទ្ររហូតមកដល់បច្ចុប្បន្នInitial D ក្នុងឆ្នាំ2005លោកបានដើរតួជាឪពុករបស់ Chai Chu ដែលជាអ្នកបើកឡានដឹកតៅហ៊ូនិងជាអតីតអ្នកប្រណាំងឡានលាក់មុខការសម្ដែងបែបកំ pl ែងលាយឡំជាមួយនឹងមនោសញ្ចេតនារបស់លោកបានធ្វើឲ្យយុវវ័យសម័យនោះគាំទ្រលោកយ៉ាងខ្លាំង Still Human ក្នុងឆ្នាំ2018បន្ទាប់ពីឆ្លងកាត់ជីវិតជាច្រើនទសវត្សរ៍លោកបានត្រឡប់មកក្នុងតួអង្គបុរសពិការដែលត្រូវការអ្នកមើលថែ
ភាពយន្តនេះបានបង្ហាញពីភាពចាស់ទុំនៃសិល្បៈនិងធ្វើឲ្យលោកឈ្នះពានរង្វាន់ Best Actor ជាលើកទី3ដែលបញ្ជាក់ថាទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាក៏លោកនៅតែជាតារាជើងចាស់ដែលមានអ្នកគាំទ្រដដែលទោះបីជោគជ័យនៅលើវិថីសិល្បៈយ៉ាងណាក៏ដោយប៉ុន្តែក្នុងចិត្តរបស់ Anthony Wong តែងតែមានចន្លោះប្រហោងមួយដែលមិនអាចបំពេញបាននោះគឺការចង់ដឹងថាខ្លួនជានរណានិងចង់ជួបមុខឪពុកលោកបានសម្រេចចិត្តកសាងគ្រួសារជាមួយនឹងអ្នកស្រី Jenny Eng នៅក្នុងឆ្នាំ1992ហើយពួកគេមានកូនប្រុស2នាក់ប៉ុន្តែជីវិតប្តីប្រពន្ធរបស់លោកមានភាពខុសប្លែកពីគេបន្តិចដោយអ្នកទាំងពីរបានសម្រេចចិត្តរស់នៅផ្ទះបែកពីគ្នាដើម្បីរក្សាជំហរផ្ទាល់ខ្លួននិងជៀសវាងជម្លោះដែលកើតចេញពីចរិតឆេវឆាវរបស់លោកទោះបីជាពាក្យចចាមអារាមនិងការរស់នៅដាច់ដោយឡែកយ៉ាងណាក៏ដោយក៏អ្នកទាំងពីរមិនដែលលែងលះគ្នាជាផ្លូវការឡើយដោយលោកតែងតែផ្ដល់តម្លៃដល់ភរិយាដែលនៅក្បែរលោកតាំងពីមិនទាន់មានអ្វីទាំងអស់អស់រយៈពេលជិត50ឆ្នាំ Anthony បានរក្សាទុកត្រឹមតែរូបថតចាស់ៗប៉ុន្មានសន្លឹកនិងឈ្មោះឪពុករបស់លោកគឺ Frederick William Perry លោកបានព្យាយាមស្វែងរកគ្រប់មធ្យោបាយប៉ុន្តែមិនមានលទ្ធផលរហូតដល់លោកសម្រេចចិត្តចែករំលែករឿងរ៉ាវជាសាធារណៈតាមរយៈបណ្ដាញព័ត៌មាន BBC នៅក្នុងឆ្នាំ2018លោកចង់ដឹងត្រឹមតែថាតើឪពុករបស់លោករស់នៅដែរឬទេហើយហេតុអ្វីបានជាគាត់ចាក់ចេញទៅជាលទ្ធផលបងប្អូនប្រុសពាក់កណ្ដាលសាសរបស់លោកដែលជាកូនប្រុសរបស់លោក Frederick ជាមួយនឹងគ្រួសារថ្មីដែលមានឈ្មោះថា John និង David បានឃើញព័ត៌មាននោះនៅក្នុងប្រទេសអូស្ត្រាលីរួចពួកគេបានធ្វើដំណើរមកកាន់ទីក្រុងហុងកុងដើម្បីជួបជាមួយនឹង Anthony ទោះបីជាលោកទទួលដំណឹងដ៏ក្រៀមក្រំថាឪពុករបស់លោកបានចែកឋានទៅតាំងពីឆ្នាំ1988ក៏ដោយប៉ុន្តែការបានជួបបងប្អូនបង្កើតនិងបានដឹងថាឪពុករបស់លោកធ្លាប់ស្រឡាញ់លោកនិងម្ដាយគឺជាការលួងលោមចិត្តដ៏ធំបំផុតតាមរយៈការជួបជុំនេះ Anthony មិនត្រឹមតែបានរកឃើញបងប្អូនឡើយប៉ុន្តែលោកបានរកឃើញបំណែកជីវិតដែលបានបាត់បង់លោកបានដឹងពីប្រវត្តិគ្រួសារខាងឪពុកនិងទទួលបានសេចក្តីសុខក្នុងចិត្តដែលលោកបានស្វែងរកពេញមួយជីវិតលោកបាននិយាយទាំងរំភើបថាវាគឺជាអភូតហេតុទីបំផុតខ្ញុំដឹងថាខ្លួនឯងជានរណាហើយទោះបីវ័យកាន់តែជ្រេនិងឆ្លងកាត់ជួបភ្លៀងជីវិតជាច្រើនទសវត្សរ៍មកហើយក្តីលោក Anthony Wong នៅតែបន្តឈរជើងយ៉ាងរឹងមាំនៅក្នុងវិស័យសិល្បៈប៉ុន្តែក្នុងរចនាបថថ្មីមួយដែលពោរពេញដោយភាពថ្លៃថ្នូរនិងការគោរពនាពេលបច្ចុប្បន្នលោកមិនមែនជាតារាដែលទទួលសម្ដែងគ្រប់រឿងដូចពីមុនឡើយលោកយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាពនិងអត្ថន័យនៃសាច់រឿងរាល់តួអង្គដែលលោកជ្រើសរើសត្រូវតែមានព្រលឹងនិងអាចឆ្លុះបញ្ចាំងពីតថភាពសង្គមឬភាពជាមនុស្សការសម្ដែងរបស់លោកនាពេលនេះមិនមែនគ្រាន់តែជាការសម្ដែងដើម្បីប្រាក់ចំណូលប៉ុន្តែគឺជាការបន្សល់ទុកនូវមរតកសិល្បៈសម្រាប់អ្នកជំនាន់ក្រោយAnthony Wong ត្រូវបានគេទទួលស្គាល់ទូទាំងអាស៊ីថាជាសិល្បករដែលមានឆ្អឹងខ្នងរឹងលោកគឺជាមនុស្សដែលហ៊ាននិយាយចំរិះគន់ត្រង់ៗចំពោះបញ្ហាសង្គមនិងនយោបាយដែលលោកយល់ថាមិនត្រឹមត្រូវជាពិសេសស្ថានភាពនៅហុងកុងទោះបីជាដឹងថាការបញ្ចេញមតិទាំងនេះអាចធ្វើឲ្យលោកត្រូវគេបិទផ្លូវពីទីផ្សារភាពយន្តខ្នាតធំនៅចិនដីគោកដែលជាប្រភពចំណូលដ៏មហាសាលក៏ដោយក៏លោកនៅតែជ្រើសរើសយកសេរីភាពនៃមនសិការជាជាងលុយកាក់ការបាត់បង់ឱកាសក្នុងទីផ្សារធំៗមិនបានធ្វើឲ្យលោកបាក់ទឹកចិត្តឡើយលោកបានងាកមកពង្រឹងការសម្ដែងនៅក្នុងភាពយន្តឯករាជ្យនិងការសម្ដែងលើឆាកល្ខោនវិញភាពជោគជ័យនៃរឿង Still Human គឺជាសក្ខីភាពមួយបង្ហាញថាមាសសុទ្ធមិនខ្លាចភ្លើងទោះបីជាត្រូវរងសម្ពាធយ៉ាងណាក៏ដោយក៏ទេពកោសល្យរបស់លោកនៅតែត្រូវបានគេមើលឃើញនិងផ្ដល់តម្លៃខ្ពស់បំផុតសម្រាប់តារាសម្ដែងវ័យក្មេង Anthony Wong មិនត្រឹមតែជាតារារួមអាជីពទេប៉ុន្តែលោកគឺជាគ្រូលោកតែងតែចែករំលែកទស្សនវិជ្ជាជីវិតនិងបច្ចេកទេសសម្ដែងដោយមិនកំណាញ់ឬលាក់លៀមឡើយបច្ចុប្បន្នលោកបានផ្លាស់ទៅរស់នៅនិងស្វែងរកឱកាសថ្មីៗនៅតៃវ៉ាន់ខ្លះៗដែរប៉ុន្តែលោកនៅតែជាតារាសម្ដែងជើងចាស់របស់ភាពយន្តហុងកុងដែលអ្នកគាំទ្រគោរពកោតសរសើរចំពោះភាពស្មោះត្រង់និងវិជ្ជាជីវៈនិងភាពក្លាហានមិនចេះញញើតនឹងការគៀបសង្កត់មុនពេលដែលលោកក្លាយទៅជាតារាភាពយន្តលំដាប់ថវិកាលានដុល្លារ Anthony Wong បានឆ្លងកាត់ការហ្វឹកហាត់យ៉ាងតឹងរ៉ឹងនិងការតស៊ូយ៉ាងស្វិតស្វាញនៅក្នុងវិស័យទូរទស្សន៍ជាពិសេសនៅក្នុងស្ថានីយទូរទស្សន៍ TVB ដែលជាសាលាបណ្ដុះបណ្ដាលតារាល្បីៗបំផុតនៅហុងកុងនៅក្នុងទសវត្សរ៍ឆ្នាំ80ទីផ្សារខ្សែភាពយន្តភាគហុងកុងជាច្រើនតែងតែជ្រើសរើសតួឯកដែលមានមុខមាត់ជាជនជាតិចិនសុទ្ធដោយសារ Anthony មានទម្រង់មុខជាកូនកាត់អឺរ៉ុបខ្លាំងវាក្លាយទៅជាឧបសគ្គដែលធ្វើឲ្យអ្នកដឹកនាំរឿងពិបាកនឹងរកតួឯកស្រីស័ក្តិសមជាមួយនឹងលោកតែងតែត្រូវបានគេផ្ដល់ត្រឹមតែតួរងឬតួអង្គដែលមិនសូវសំខាន់នៅពេលដែលចាប់ផ្ដើមដំបូងប៉ុន្តែ Anthony មិនដែលបោះបង់ឡើយលោកបានយកចំណុចខ្សោយពីបញ្ហារូបរាងមកជំនួសវិញដោយសមត្ថភាពសម្ដែងដ៏មុតស្រួចលោកបានបង្ហាញឲ្យអ្នក
ដឹកនាំឃើញថាសមត្ថភាពសម្ដែងគឺសំខាន់ជាងរូបរាងរាល់តួអង្គដែលលោកសម្ដែងទោះបីជាល្អឬអាក្រក់លោកតែងតែធ្វើឲ្យតួអង្គនោះរស់រវើកនិងមានមន្តស្នេហ៍រហូតឆក់យកបេះដូងអ្នកទស្សនាបានលើសតួឯកទៅទៀតលោកបានបន្សល់ទុកនៅស្នាដៃមិនអាចបំភ្លេចបានជាច្រើននៅក្នុងរឿងដែលល្បីបំផុតគឺ The Justice of Life នៅក្នុងឆ្នាំ1989ដែលលោកបានសម្ដែងជាមួយនឹងកំពូលតារាកំប្លែង Stephen Chow ឬ Tenfi នៅក្នុងរឿងនេះលោកបានបង្ហាញពីភាពបត់បែននៃបច្ចេកទេសសម្ដែងដែលធ្វើឲ្យលោកចាប់ផ្ដើមមានឈ្មោះបោះសម្លេងទើបផលិតករភាពយន្តល្បីៗហៅលោកឲ្យទៅសម្ដែងនៅក្នុងកុនខ្នាតធំសម្រាប់ចាក់បញ្ចាំងតាមរោងកុនវិញយុគសម័យ TVB គឺជាសាលារៀនជីវិតដ៏ធំសម្រាប់ Anthony វាគឺជាកន្លែងដែលលោកបានរៀនពីរបៀបធ្វើការក្រោមសម្ពាធការសម្ដែងឲ្យត្រូវទៅតាមតម្រូវការទស្សនិកជននិងជាគ្រឹះដ៏រឹងមាំដែលធ្វើឲ្យលោកក្លាយទៅជាតារាសម្ដែងដែលមានវិជ្ជាជីវៈខ្ពស់បំផុតម្នាក់នាពេលបច្ចុប្បន្ននៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ90គឺជាយុគសម័យមាសនៃភាពយន្តហុងកុងលោក Anthony Wong បានសាងឥទ្ធិពលយ៉ាងខ្លាំងតាមរយៈតួអង្គដែលគ្មាននរណាហ៊ានសាករបងលោកត្រូវបានគេប្រសិទ្ធនាមថាជាតួអង្គចិត្តអាក្រក់ឬតួអង្គប្រភេទបងធំតាមរយៈខ្សែភាពយន្តដូចជា The Untold Story លោកបានសម្ដែងជាតួឃាតករដែលមានចរិតសាហាវឃោរឃៅខ្លាំងរហូតធ្វើឲ្យទស្សនិកជនខ្លាចរឯងនិងស្អប់តួអង្គលោកដល់ឆ្អឹងការសម្ដែងរបស់លោកមានភាពរស់រវើករហូតដល់ថ្នាក់មនុស្សខ្លះមិនហ៊ានទៅដើរក្បែរលោកក្នុងជីវិតពិតព្រោះខ្លាចលោកដូចនៅក្នុងរឿងអ្វីដែលធ្វើឲ្យតួចិត្តអាក្រក់របស់លោកខុសពីតារាដទៃគឺលោកមិនមែនសម្ដែងគ្រាន់តែស្រែកឡូឡាឬធ្វើមុខសាហាវនោះទេប៉ុន្តែលោកប្រើប្រាស់ក្រសែភ្នែកនិងកាយវិការតិចៗដើម្បីបង្ហាញពីភាពមិនប្រក្រតីនៃផ្លូវចិត្តរបស់តួអង្គនេះគឺជាលទ្ធផលនៃការសិក្សាយ៉ាងហ្មត់ចត់ទៅលើចិត្តសាស្ត្រមនុស្សដែលលោកបានស្រាវជ្រាវដោយខ្លួនឯងទុយស្រឡះពីតួអង្គដែលមើលទៅហិង្សានៅក្នុងជីវិតពិត Anthony Wong គឺជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះនិងស្រឡាញ់សិល្បៈខ្ពង់ខ្ពស់លោកចំណាយពេលវេលាទំនេរភាគច្រើនទៅលើការអានសៀវភៅនិងទស្សនវិជ្ជាពិភពលោកដែលជួយឲ្យលោកយល់ពីតម្លៃនៃជីវិតនិងភាពស្មុគស្មាញរបស់មនុស្សលោកគឺជាអ្នកស្រឡាញ់តន្ត្រីនិងគឺជាតន្ត្រីករម្នាក់ដែលយល់ដឹងពីចង្វាក់និងអារម្មណ៍នៃសម្លេងមូលហេតុដែលលោកសម្ដែងបានល្អគឺដោយសារលោកយកទស្សនវិជ្ជាមកវិភាគតួអង្គលោកជឿថាគ្មានមនុស្សណាដែលអាក្រក់តាំងពីកំណើតទេគឺតែងតែមានមូលហេតុនៅពីក្រោយភាពឆ្លាតវៃនិងបេះដូងសិល្បៈដ៏ទូលំទូលាយនេះហើយដែលធ្វើឲ្យរាល់ការសម្ដែងរបស់លោកមានភាពជ្រៅជ្រះនិងមានវិញ្ញាណពោពេញទៅដោយថាមពលនៅពីក្រោយភាពជោគជ័យផ្ទាល់ខ្លួនលោក Anthony Wong ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃវិស័យភាពយន្តហុងកុងតាមរយៈការធ្វើជាអ្នកដឹកនាំនិងជាអ្នកទាយចំណេះដឹងដោយសារលោកមានគ្រឹះចំណេះដឹងយ៉ាងរឹងមាំពីបណ្ឌិតសភាសិល្បៈលោកបានសម្រេចចិត្តបើកថ្នាក់បង្រៀនសម្ដែងសម្រាប់តារាជំនាន់ក្រោយលោកមិនមែនបង្រៀនត្រឹមតែឲ្យចេះយំឬចេះសើចតាមសាច់រឿងនោះទេប៉ុន្តែលោកបង្រៀនពីមូលដ្ឋានគ្រឹះនៃជីវិតនិងការវិភាគតួអង្គយ៉ាងស៊ីជម្រៅសិល្បៈដែលធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលពីលោកតែងតែមានសមត្ថភាពខ្ពស់និងយល់ច្បាស់ពីតម្លៃវិជ្ជាជីវៈទស្សនវិជ្ជានៃការបង្រៀនរបស់លោកគឺកុំសម្ដែងប៉ុន្តែត្រូវក្លាយជាតួអង្គនោះលោកតែងតែប្រាប់សិស្សថាការសម្ដែងដែលល្អបំផុតគឺការសម្ដែងដែលចេញពីភាពស្មោះត្រង់ក្នុងចិត្តប្រសិនបើអ្នកសម្ដែងមិនទាន់ជឿជាក់លើខ្លួនឯងផងតើទស្សនិកជនជឿជាក់លើអ្នកយ៉ាងដូចម្តេចនេះគឺជាមេរៀនសំខាន់ដែលលោកតែងតែដាស់តឿនដល់តារាថ្មីៗលោកបានបញ្ចូលនូវចំណេះដឹងផ្នែកចិត្តសាស្ត្រនៅក្នុងការសម្ដែងលោកបានបង្រៀនឲ្យសិស្សចេះសង្កេតមើលមនុស្សនៅជុំវិញខ្លួនយល់ពីកាយវិការនិងអារម្មណ៍ដែលលាក់បាំងសម្រាប់ Anthony ការសម្ដែងគឺជាវិទ្យាសាស្ត្រមួយដែលត្រូវការសិក្សានិងការអនុវត្តយ៉ាងហ្មត់ចត់មិនមែនត្រឹមតែការទន្ទិញ script តាមសាច់រឿងនោះទេនៅក្នុងនាមជាអ្នកដឹកនាំនិងជាគ្រូ Anthony ត្រូវបានគេស្គាល់ថាជាមនុស្សម៉ឺងម៉ាត់និងហ្មត់ចត់បំផុតលោកមិនដែលយោគយល់ចំពោះភាពខ្ជិលច្រអូសឬការមិនផ្ដល់តម្លៃការងារសម្ដែងឡើយភាពតឹងរ៉ឹងរបស់លោកគឺដើម្បីឲ្យសិស្សម្នាក់ៗក្លាយទៅជាសិល្បករពិតប្រាកដដែលអាចឈរជើងបានយូរអង្វែងនៅក្នុងវិស័យពោពេញទៅដោយការប្រកួតប្រជែងនេះក្រៅពីការប៉ិនប្រសប់ដែលមិនអាចប្រកែកបាននៅក្នុងវិស័យភាពយន្តលោក Anthony Wong ក៏មានឈាមជ័រជាសិល្បៈតន្ត្រីករដ៏មានឥទ្ធិពលម្នាក់ផងដែរចំណូលចិត្តរបស់លោកលើតន្ត្រីមិនមែនគ្រាន់តែជាការកម្សាន្តនោះទេប៉ុន្តែវាគឺជាការបញ្ចេញមតិនៅក្នុងទសវត្សរ៍ឆ្នាំ90 Anthony បានបង្ហាញខ្លួននៅក្នុងនាមជាតារារ៉ុកមួយរូបដែលមានស្ទីលប្លែកដាច់ពីគេលោកមិនជ្រើសរើសច្រៀងបទចម្រៀងស្នេហាបែបយំយែកអែមល្ហែមតាមទីផ្សារឡើយប៉ុន្តែលោកបានងាកមកចាប់យកតន្ត្រី Alternative Rock និង Punk ដែលជាចង្វាក់បែបរឹងប៉ឹងនិងមានថាមពលអ្វីដែលធ្វើឲ្យអាល់ប៊ុមចម្រៀងរបស់លោកមានភាពលេចធ្លោគឺអត្ថន័យនៃទំនុកច្រៀងលោកប្រើប្រាស់តន្ត្រីជាអាវុធដើម្បីរិះគន់បញ្ហាសង្គមការពុករលួយនិងការលាក់ពុតរបស់មនុស្សរាល់បទចម្រៀងរបស់លោកតែងតែបង្កប់នូវទស្សនៈឌឺដងនិងភាពត្រង់ទៅត្រង់មកដែលជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោក
សម្រាប់ Anthony តន្ត្រី rock គឺជាកន្លែងដែលលោកអាចបញ្ចេញនូវកំហឹងនិងភាពឈឺចាប់ដែលលោកបានជួបប្រទះតាំងពីកុមារភាពនៅលើឆាកតន្ត្រីលោកមិនមែនសម្ដែងជាតួអង្គណាម្នាក់ឡើយប៉ុន្តែលោកគឺជា Anthony Wong ដែលមានសេរីភាពពេញលេញលោកបង្ហាញខ្លួនជាមួយនឹងហ្គីតាអគ្គិសនីនិង style តែងខ្លួនបែប rocker ដែលធ្វើឲ្យអ្នកគាំទ្របានឃើញពីភាពអង់អាចរបស់លោកអាជីពជាតន្ត្រីករនេះបានបញ្ជាក់ថា Anthony Wong គឺជាសិល្បករដែលមានវិញ្ញាណសិល្បៈពិតប្រាកដលោកមិនត្រឹមតែអាចប្រើប្រាស់កាយវិការនិងទឹកមុខដើម្បីសម្ដែងនោះទេប៉ុន្តែលោកក៏អាចប្រើសំឡេងនិងឧបករណ៍តន្ត្រីដើម្បីឆក់យកបេះដូងអ្នកទស្សនាផងដែរការរួមបញ្ចូលគ្នារវាងការសម្ដែងនិងតន្ត្រីបានធ្វើឲ្យលោកក្លាយទៅជាបុគ្គលម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងវប្បធម៌សិល្បៈហុងកុងនៅក្នុងពិភពសិល្បៈដែលមានការប្រកួតប្រជែងខ្លាំងតារាភាគច្រើនតែងតែព្យាយាមរក្សានូវភាពស្ងប់ស្ងាត់ដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែលោក Anthony Wong បានជ្រើសរើសផ្លូវខុសពីគេដែលធ្វើឲ្យលោកត្រូវហែលឆ្លងព្យុះភ្លៀងដ៏ធំមួយនៅក្នុងអាជីពនៅក្នុងកំឡុងពេលដែលចលនាបាតុកម្មទាមទារប្រជាធិបតេយ្យនៅហុងកុងក្នុងឆ្នាំ2014និង2019 Anthony Wong គឺជាសិល្បករម្នាក់ក្នុងចំណោមតិចតួចបំផុតដែលហ៊ានបញ្ចេញមតិគាំទ្រយ៉ាងបើកចំហដល់ក្រុមបាតុករនិងសិទ្ធិសេរីភាពលោកមិនខ្លាចនឹងការរិះគន់ចំទៅលើការប្រើប្រាស់អំពើហិង្សានិងការគៀបសង្កត់ឡើយដែលទង្វើទាំងនេះបានធ្វើឲ្យលោកក្លាយទៅជាគោលដៅនៃការរិះគន់ពីសំណាក់រដ្ឋាភិបាលជាលទ្ធផលនៃជំហរដ៏មុតស្រួចនេះលោកត្រូវបានគេដាក់បញ្ចូលនៅក្នុងបញ្ជីខ្មៅភ្លាមៗពីសំណាក់អាជ្ញាធរចិនដីគោកនេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរដល់អាជីពរបស់លោកព្រោះទីផ្សារចិនដីគោកគឺជាប្រភពចំណូលដ៏ធំបំផុតសម្រាប់តារាហុងកុងសម្រាប់ក្រុមហ៊ុនភាពយន្តធំៗលែងហ៊ានជួលលោកឲ្យសម្ដែងរឿងដែលលោកធ្លាប់បានថតរួចត្រូវបានគេលុបឈ្មោះចេញឬមិនឲ្យចាក់បញ្ចាំងហើយសូម្បីតែផ្សាយពាណិជ្ជកម្មក៏នាំគ្នាដកខ្លួនចេញពីលោកដែរទោះបីជាត្រូវបាត់បង់ចំណូលរាប់លានដុល្លារនិងត្រូវមហាជនមួយចំនួនរើសអើងក៏ដោយក៏ Anthony Wong មិនដែលបង្ហាញពីការសោកស្ដាយឬសុំទោសដើម្បីដោះដូរជាមួយនឹងផលប្រយោជន៍ឡើយលោកបាននិយាយថាខ្ញុំអាចខ្វះលុយបានប៉ុន្តែខ្ញុំមិនអាចខ្វះមនសិការនិងភាពត្រឹមត្រូវបានឡើយលោកសុខចិត្តរស់នៅដោយសាមញ្ញនិងបន្តសម្ដែងក្នុងភាពយន្តឯករាជ្យដែលមានថវិកាទាបជាជាងអោនក្បាលធ្វើតាមអ្វីដែលលោកមិនជឿជាក់បទពិសោធន៍នេះបានធ្វើឲ្យលោកក្លាយទៅជានិមិត្តរូបនៃភាពក្លាហានសម្រាប់មនុស្សជាច្រើនការដែលលោកនៅតែអាចឈ្នះពានរង្វាន់ Best Actor នៅក្នុងរឿង Still Human ដែលជារឿងខ្នាតតូចបានបញ្ជាក់ថាទោះបីជាគេអាចបិទផ្លូវរកស៊ីរបស់លោកបានប៉ុន្តែគេមិនអាចបិទទេពកោសល្យនិងការគោរពដែលពិភពលោកមានចំពោះលោកបានឡើយសមត្ថភាពសម្ដែងដ៏មហិមារបស់លោក Anthony Wong មិនត្រឹមតែបន្លឺឡើងនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេប៉ុន្តែថាមពលនៃសិល្បៈរបស់លោកបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ផលិតករលំដាប់ពិភពលោកនៅឯសហរដ្ឋអាមេរិកផងដែរការដែលលោកបាននិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញដោយសារតែឈាមជ័រពាក់កណ្ដាលជាជនជាតិអង់គ្លេសរួមផ្សំជាមួយនឹងបច្ចេកទេសសម្ដែងកម្រិតខ្ពស់បានធ្វើឲ្យលោកមានតុល្យភាពដ៏ល្អឥតខ្ចោះសម្រាប់ភាពយន្តខ្នាតធំអន្តរជាតិស្នាដៃដ៏លេចធ្លោក្នុងខ្សែភាពយន្ត Hollywood រួមមាន The Penchantwell ក្នុងឆ្នាំ2006នៅក្នុងភាពយន្តបែបរឿងពិតប្រវត្តិសាស្ត្រដែលសម្ដែងដោយតារាល្បីៗដូចជា Edward Norton និង Naomi Watts លោក Anthony Wong បានបង្ហាញខ្លួនក្នុងតួអង្គជាវីរស្នេហ៍ឯកយូលោកទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពសម្ដែងដែលពោរពេញទៅដោយភាពថ្លៃថ្នូរនិងការយល់ដឹងពីវប្បធម៌ដែលជួយឲ្យសាច់រឿងទាំងមូលកាន់តែមានភាពប្រាកដនិយម The Mummy Tomb of the Dragon Empire ក្នុងឆ្នាំ2008នៅក្នុងភាពយន្តបែបរវើរវាយលំដាប់ពិភពលោកនៅក្នុងភាពយន្តបែប drama លំដាប់ពិភពលោកនេះលោកបានដើរតួជា General Yang ដែលជាមេទ័ពដ៏មានអំណាចការសម្ដែងរបស់លោកនៅក្នុងរឿងនេះបានធ្វើឲ្យទស្សនិកជនទូទាំងពិភពលោកស្គាល់មុខមាត់លោកកាន់តែច្បាស់ក្នុងនាមជាតារាសម្ដែងអាស៊ីដែលមានឥទ្ធិពលនិងអាចឈរជើងស្មើមុខស្មើមាត់ជាមួយនឹងតារាលំដាប់ពិភពលោកដទៃទៀតការចូលរួមនៅក្នុងខ្សែភាពយន្តអន្តរជាតិទាំងនេះមិនមែនគ្រាន់តែជាការចង់បានភាពល្បីល្បាញនៅអាមេរិកនោះទេប៉ុន្តែវាគឺជាការបញ្ជាក់ថាសិល្បៈគ្មានព្រំដែន Anthony Wong បានបង្ហាញឲ្យឃើញថាវប្បធម៌ណាឬភាសាណានោះទេបើអ្នកមានសមត្ថភាពពិតប្រាកដអ្នកនឹងត្រូវបានគេទទួលស្គាល់ជានិច្ចបទពិសោធន៍នៅ Hollywood បានធ្វើឲ្យលោកយល់ដឹងកាន់តែច្បាស់អំពីស្តង់ដារការងារកម្រិតពិភពលោកដែលលោកបានយកចំណេះដឹងទាំងនោះត្រឡប់មកជួយអភិវឌ្ឍវិស័យភាពយន្តនៅហុងកុងវិញលោកនៅតែជាតារាម្នាក់នៅក្នុងចំណោមតារាតិចតួចបំផុតដែលអាចរក្សាកិត្តិយសរបស់ខ្លួនបានទាំងនៅក្នុងស្រុកនិងនៅលើឆាកអន្តរជាតិទោះបីជាមានឈ្មោះជាកំពូលតារាលោក Anthony Wong រស់នៅបែបសាមញ្ញបំផុតលោកចូលចិត្តដើរផ្សារទិញម្ហូបនិងធ្វើម្ហូបដោយខ្លួនឯងលោកជឿថាជីវិតគឺជាការសម្ដែងដ៏ធំមួយហើយការយល់ដឹងពីទុក្ខលំបាករបស់មនុស្សសាមញ្ញគឺជាអ្វីដែលធ្វើឲ្យលោកអាចសម្ដែងបានយ៉ាងល្អឥតខ្ចោះ
មកទល់នឹងបច្ចុប្បន្នលោកបានឈ្នះពានរង្វាន់ភាពយន្តហុងកុងមិនក្រោម5ដងឡើយទាំងតួឯកនិងតួរងលោកត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិជាតិនៃវិស័យភាពយន្តហុងកុងនិងតារាសម្ដែងម្នាក់នៅក្នុងចំណោមតិចតួចបំផុតដែលអាចរក្សាកេរ្តិ៍ឈ្មោះបានរាប់ទសវត្សរ៍ទោះបីជាឆ្លងកាត់ព្យុះភ្លៀងជីវិតយ៉ាងណាក៏ដោយបាទខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណេះអំពីជីវប្រវត្តិរបស់តារាសម្ដែងលោក Anthony Wong សូមខន្តីអភ័យទោសរាល់កំហុសឆ្គងដោយអចេតនាជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា